ជារឿងរ៉ាវរន្ធត់មួយដែលបានកើតឡើងនៅក្នុងវត្តដាច់ស្រយាលមួយនៅកណ្ដាលព្រៃជ្រៅដែលគេដំណាលតគ្នាថាជាវត្តខ្មោចលងកាលពីយូរលង់ណាស់មកហើយមានលោកអាចារ្យម្នាក់ឈ្មោះអាចារ្យមាសគាត់គឺជាមនុស្សចិត្តដាច់មិនចេះខ្លាចខ្មោចព្រាយបីសាច់អីនោះទេហើយតែងតែស្នាក់នៅយាមកុដិបុរាណមួយនៅក្នុងវត្តតែម្នាក់ឯងវត្តនោះល្បីថាមានខ្មោចឆៅសាហាវណាស់ព្រោះកាលពីមុនជាទីតាំងដែលគេយកសាកសពអ្នកស្លាប់ដោយអយុត្តិធម៌មកកប់នៅទីនេះនៅយប់មួយខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចនិងមានខ្យល់បក់បោកខ្លាំងអាចារ្យមាសបានអង្គុយសូត្រធម៌ក្នុងកុដិតែម្នាក់ឯងរំពេចនោះស្រាប់តែមានសំឡេងមួយបានបន្លឺលែងងាងសំឡេងនោះគឺជាសំឡេងជួងនៅក្នុងវត្តអាចារ្យមាសឆ្ងល់ណាស់ព្រោះយប់ជ្រៅហើយទេមានអ្នកណាមកគោះជួងលេងទាំងយប់ធ្វើអីអាចារ្យមាសគាត់ក៏បានកាន់ពើរួចហេរីដើរចុះពីលេងគាត់សំដៅទៅប៉មជួងនៅពេលដែលគាត់បានដេកមកដល់ប៉មជួងពន្លឺពើរបស់គាត់បានជះទៅដល់ប៉មជួងគាត់ក៏ស្រាប់តែឃើញស្រមោលខ្មៅមួយខ្ពស់ស្រឡះកំពុងឈរយកខ្សែជួងប៉ុន្តែអ្វីដែលរន្ធត់នោះគឺស្រមោលនោះគ្មានក្បាលនោះទេអាចារ្យមាសខំតាំងស្មារតីសូត្រធម៌បណ្ដេញស្រមោលខ្មោចនោះប៉ុន្តែស្រមោលនោះមិនខ្លាចឡើយវាបែរជាដើរមកយឺតមករកគាត់ស្របពេលដែលមានក្លិនស្អុយរលួយដោយសាច់សពភាយពេញវត្តសំឡេងសាច់ក្រហមសំឡេងសាច់បែបស្អកបន្លឺចេញពីក្នុងដើមទ្រូងរបស់ខ្មោចនោះថាលោកអាចារ្យជួយរកក្បាលឲ្យខ្ញុំផងបានទេពេលនោះអាចារ្យមាសរត់ត្រឡប់ទៅកុដិវិញគាត់ឃើញឈាមស្រស់ហូរស្រាប់ពីលើដំបូលគាត់ធ្លាក់មកចំមុខគាត់ពេលគាត់ចូលដល់ក្នុងបន្ទប់ហើយចាក់សចិត្តស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីយ៉ាងត្រជាក់ស្រេបនៅខាងក្រោយខ្នងរបស់គាត់ពេលគាត់ងាកទៅមើលគឺមានខេងក្បាលខ្មោចមួយកំពុងព្យួរនៅជាប់នឹងពីដានហេរីសំឡក់មករកគាត់ដោយភ្នែកក្រឡោតគួរឲ្យខ្លាចនិងលៀនអណ្ដាតវែងមកដល់ដីខ្មោចនោះបានចាប់ជើងអាចារ្យមាសអូសទៅមុខពេញកុដិអាចារ្យមាសប្រងសូត្រធម៌ទាល់តែអស់កម្លាំងពីខ្លួនប៉ុន្តែវាហាក់ដូចជាគ្មានបានផលទាល់តែសោះព្រោះខ្មោចនោះគឺជាខ្មោចអ្នកសច្ចាំងដែលធ្លាប់រៀននឹងអាគមផងដែរលុះដល់ចិត្តភ្លឺសំឡេងមាន់រងាវបានបន្លឺឡើងខ្មោចនោះក៏រលាយបាត់ទៅបានបន្សល់ទុកតែស្នាមរៀបដៃខ្មៅជាប់ពេញជើងរបស់អាចារ្យមាសនិងស្នាមឈាមដែលធំក្លិនស្អុយដិតជាប់ក្នុងបន្ទប់កុដិនោះចាប់ពីថ្ងៃនោះមកអាចារ្យមាសក៏លែងហ៊ានស្នាក់នៅវត្តនោះតែម្នាក់ឯងទៀតហើយអ្នកភូមិតែងតែឮសំឡេងជួងបន្លឺឡើងជានិច្ចនៅរាល់យប់ថ្ងៃសិលប៉ុន្តែគ្មានអ្នកណាហ៊ានទៅមើលឡើយ